សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាមកមើលពួកម៉ាក់ខ្ញុំវាធ្វើផ្អែមមកខ្ញុំស៊ីថ្ងៃហ្នឹងមកស៊ីបាយផ្ទះវាតែមុននឹងស៊ីបាយផ្ទះវាធ្វើផ្អែមខ្ញុំស៊ីសិនអញ្ចឹងហើយចាំមើលវាធ្វើផ្អែមខ្ញុំស៊ីសិនអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកញ៉ាំ strawberry ដែលមានបាន 4.615 សង់ទីម៉ែត្រគូបដំបូងបង្អស់គឺត្រូវឆ្កឹះគ្រាប់វាចេញម្ដងមួយឲ្យបាន154គ្រាប់ដំណាក់កាលនេះខ្ញុំចំណាយអស់ពេល7000វិនាទីនៃជីវិតរបស់ខ្ញុំបាត់ទៅហើយងាប់អើយធ្វើម៉ាក់ហ្នឹងកាលណាបានច្រាស់ទៅអញយូរម្លឹងចាំចិត្តក្រោយ friend ចាំចិត្តក្រោយចាំស៊ី Stupid bitch. បន្ទាប់មកហាន់វាជាបន្ទះពីលើចុះក្រោមកម្រាស់ 0.2 សង់ទីម៉ែត្រក្នុងមួយចំណិតបើតាមរូបមន្តគណនានៃស៊ីឡាំងគឺ 3.14 គុណនឹងតាមការ៉េរួចគុណនឹងកម្ពស់យើងគណនាតាមចំណិតនីមួយៗទៅឃើញថាមានមាត្រសរុប 9.615 សង់ទីម៉ែត្រគូបមែនបន្ទាប់មកទៀតស្រាប់ទឹកអំបិលមួយដំណក់លើចំណិតនីមួយៗឥឡូវដល់វគ្គរឹសគ្រាប់ស្ករសឲ្យបាន 5000 គ្រាប់គ្រាប់ស្ករ100គ្រាប់យើងថែមទឹកចម្រក់មួយដំណក់រួចនឹងវាវាក្នុងភ្លើងតិចៗឲ្យទៅជាទឹកស៊ីរ៉ូនេះហើយពួកម៉ាក់ខ្ញុំយូរមកស៊ីបាយផ្ទះវាម្ដងវាទទួលស្វាគមន៍ម៉ាក់ហ្នឹងបន្ទាប់មកយកពុំរាងកោណមកចាក់ធ្វើជារាងវាឲ្យលឿងជាចុងក្រោយឬយកគ្រាប់ strawberry ទៅតាមគ្រាប់មកដុសខាត់មុខវារួចជ្រលក់ទឹកស៊ីរ៉ូបន្តិចរៀបស្លឹក strawberry ចូលបិទចំណិត strawberry ម្ដងមួយឲ្យចេញជារាងផ្កាកុំភ្លេចដាក់គ្រាប់វាចូលវិញផងជាការស្រេចញ៉ាំបានហើយទៅអញសុំទោសអញមកម្ដងនឹងជុំមកស៊ីបាយទាំងថ្ងៃហើយ